សួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងមកជួបគ្នាម្ដងទៀតហើយចាហើយជួបគ្នាលើកណាក៏និយាយតែរឿងកូនហើយនឹងរឿងម៉ែដែរអត់មានរឿងអីក្រៅពីហ្នឹងទេបងប្អូនអញ្ចឹងថ្ងៃហ្នឹងមានបងប្អូនស្រីម្នាក់គាត់សួរថាផ្ដាច់ដោះកូនគាត់4ខែហើយតែធ្វើមិនបានមានទឹកដោះវិញអូខេបងប្អូនបងប្អូនជួយខ្ញុំបានទេរឿងនេះមួយគឺរឿង free អត់មានអស់លុយទេខ្ញុំសំណូមពរឲ្យបងប្អូនទាំងអស់គ្នាជួយ subscribe វីដេអូខ្ញុំម្នាក់មួយបន្ទាប់មកហើយបើសិនជាបងប្អូនគិតថាវីដេអូហ្នឹងណាខ្ញុំពងនិយាយហ្នឹងឬមកក៏វីដេអូណាក្រោយបងប្អូនគិតថាវាអាចមានប្រយោជន៍ចំពោះនរណាម្នាក់បងប្អូនជួយផ្ញើទៅឲ្យគាត់មើលផងចាចែកម្លែកគាត់មើលផងទៅដើម្បីគាត់បានដឹងអំពីរឿងការថែសារកូនការបោកដោះក៏ដូចជាការចាប់ផ្ដើមព្យាបាលដោះខ្លួនឯងនៅពេលដែលដោះខ្លួនឯងមានការកម្មាសឬមួយកឡើងអីចឹងណាសំណួរថ្ងៃហ្នឹងគឺសួរថាផ្ដាច់ដោះកូន4ខែធ្វើមិនទៅមានទឹកដោះវិញអញ្ចឹងបងប្អូនមិនថាកូននៅ4ខែ5ខែ6ខែ2ខែ1ខែឬមួយក៏1ខួបទេបើសិនជាការផ្ដាច់ដោះកូនហើយដល់ពេលហើយយើងក៏សម្រេចចិត្តថាចោលកូនវិញតែយើងត្រូវធ្វើម៉េចចឹងទីមួយបងប្អូនខ្ញុំចង់និយាយអំពី mechanism ឬមួយក៏ការដែលទឹកដោះយើងនឹងវាចេញមកគឺដោយសារអីទឹកដោះចេញមកគឺដោយសារតែយើងនឹងមានអ្នកអញ្ជក់បានន័យថាកូនក្មេងទូចហ្នឹងវាអញ្ជក់អញ្ចឹងកាលណាកូនក្មេងទូចហ្នឹងរបៀបរបបនៃការអញ្ជក់របស់គាត់ហ្នឹងគឺបានប្រាប់ទៅដល់រាងកាយយើងទាំងស្រុងហ្នឹងណាចាស្បូនយើងកត្រាក់គឺអុកម៉ូនយើងបញ្ចេញមកអញ្ចឹងធ្វើឲ្យយើងនឹងវាមានទឹកដោះអញ្ចឹងបើសិនជាបងប្អូនចង់ឲ្យមានទឹកដោះវិញទី1គឺត្រូវយកកូនមកឲ្យវិញអូខេទី1បងប្អូនត្រូវដឹងឲ្យតែមានកូនគឺទឹកដោះត្រូវតែចេញមកទី2បងប្អូនត្រូវដឹងថាការចេញមកហ្នឹងគឺអត់មែនលើនឹងចេញលើនឹងទេបងប្អូនព្រោះរាងកាយយើងវាភ្លេចការផលិតអញ្ចឹងបងប្អូនត្រូវតែរំពឹងទុកថាឲ្យកូនជក់រហូតហ្នឹង3ម៉ោងម្ដង4ម៉ោងម្ដង2ម៉ោងម្ដងអាស្រ័យទៅលើអាយុកូនរបស់យើងហ្នឹងណាគឺត្រូវតែធ្វើអញ្ចឹងឲ្យបានទៀងទាត់3ម៉ោងម្ដងឬមួយក៏4ម៉ោងម្ដងអាស្រ័យទៅលើកូនយើងហេវហើយយើងត្រូវឲ្យកូនយើងហ្នឹងមុនពេលដែលវាហេវខ្លាំងហេតុអីបានឲ្យធ្វើអញ្ចឹងតែកាលណាកូនហេវខ្លាំងពេកកូនខឹងកូនអត់ព្រមមិនព្រមអត់ចេញបងប្អូនតើឲ្យកូនជក់បែបហ្នឹងរហូតដល់រយៈពេលមួយអាទិត្យទៅទៀតបានទឹកដោះយើងចេញមកអញ្ចឹងតែយើងត្រូវធ្វើម៉េចបើទឹកដោះអត់ទាន់ចេញភ្លាមចារាងកាយគឺត្រូវការរយៈពេល3ថ្ងៃទៅ2អាទិត្យដើម្បីផលិតទឹកដោះហ្នឹងឡើងវិញម្ដងទៀតបន្ទាប់ពីអាខានការផលិតរយៈពេល1ខែ2ខែ3ខែទៅហើយហ្នឹងអាហ្នឹងគឺទី1បងប្អូនត្រូវមានការអត់ធ្មត់ទី2ធ្វើមិនក្រោយពេលដែលឲ្យកូននឹងជក់គឺមិនឲ្យកូននឹងហេវខ្លាំងបានជក់ឯងព្រោះបើកាលណាកូននឹងហេវខ្លាំងបានកូននឹងជក់កូននឹងវានឹងអត់ជក់កាលណាកូនយើងអត់ជក់ទឹកដោះនឹងវាអត់ចេញទេប្រហែលអាទិត្យប្រហែលខែក្រោយអូខេទី3គឺពេលដែលយើងកំពុងតែផលិតទឹកដោះយើងមកវិញគឺយើងត្រូវឲ្យកូនយើងនឹងទឹកដោះគោអូខេព្រោះទឹកដោះអត់ចេញមកវិញក្នុងរយៈពេល1ថ្ងៃ2ថ្ងៃ3ថ្ងៃទេបងប្អូនចារាប់អាទិត្យបានចេញមកវិញអូខេផឹកទឹកឲ្យច្រើនផឹកទឹកផ្លែឈើឲ្យច្រើនញ៉ាំផ្លែឈើឲ្យគួរសមញ៉ាំបាយត្រឹមត្រូវសម្រាប់ឲ្យគ្រប់គ្រាន់បើសិនជាយើងឲ្យមានជាតិទឹកហើយនឹងឲ្យមានសម្រាប់គ្រប់គ្រាន់ទេពិបាកក្នុងការផលិតទឹកដោះណាអូខេហើយមើលថែកូនខ្លួនឯងដោយផ្ទាល់ចង់ឲ្យទឹកដោះចេញមកវិញគឺត្រូវអាសាអោបកូនលេងជាមួយកូនថើបកូនមើលកូនខ្លួនឯងដោយផ្ទាល់អូខេព្រោះរាងកាយតែពេលណាវាមានក្មេងនៅក្បែរវាដឹងថាវាត្រូវធ្វើអីអញ្ចឹងណាចាកុំឲ្យមេដោះមើលកុំឲ្យម៉ែយើងមើលច្រើនជាងយើងរកឱកាសណាឲ្យបានច្រើនអោបកូនថើបកូនមើលកូនខ្លួនឯងឲ្យបានច្រើននេះគឺជាផលិតកម្មមួយដែលសិប្បកម្មមួយដែលនឹងផលិតឡើងដោយការជិតស្និទ្ធអុកម៉ូនម៉ែនិងអុកម៉ូនកូនជាតិគីមីម៉ែនិងជាតិគីមីកូននៅក្បែរគ្នាអូខេបងប្អូនអរគុណកុំភ្លេច subscribe ចាអរគុណជួបគ្នាពេលក្រោយដាក់មេដៃម្នាក់មួយផងហើយដាក់សញ្ញាកណ្ដឹងដើម្បីពេលខ្ញុំបានចេញវីដេអូទៅបងប្អូនបានឃើញវីដេអូទាន់ពេលវេលា